សៀមយំសោកស្ដាយដោយសារតែអត់បានយកពានទៅផ្ទះដោយសារតែចាញ់អូស្ត្រាលី2-0វាលេងអន់មែនតើយើងស្មើជាមួយអូស្ត្រាលីប្រហែលជាអូស្ត្រាលីហ្នឹងគេថាទុកមុខទុកមាត់ឲ្យយើងដើម្បីឲ្យយើងទៅប៉ះអាចោសៀមហ្នឹងឲ្យដឹងឥឡូវនេះអាចោសៀមហ្នឹងគឺវាកំពុងតែយំសោកស្ដាយដោយសារតែអត់បានពៀនពីព្រោះវារំពឹងពៀនហ្នឹងខ្ពស់ណាស់ថានឹងយកពៀនហ្នឹងទៅស្រុកវាទៅអួតនៅស្រុកវាតែឥឡូវហ្នឹងគឺវាធ្លាក់បាត់ហើយប៉ុន្តែអាហ្នឹងក៏ជារឿងមួយដែរប៉ុន្តែរឿងមួយដែលគួរចាប់អារម្មណ៍មួយទៀតគឺជំរឿសជាតិរបស់យើងចំណុចនេះមួយគឺល្អមែនតើខ្ញុំសរសើរមែនតើកាលពីឥណ្ឌូនេស៊ីមកលេងនៅស្រុកយើងគឺយើងស្រែកហូយើងគ្រប់គ្រងគេហើយនៅពេលដែលយើងទៅគេវិញគេក៏គ្រប់គ្រងយើងដូចគ្នាគេឲ្យតម្លៃយើងដូចគ្នាមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែរៀបចេញមកគាត់បានរៀបបន្ទប់ឡើងស្អាត clean ហ្មងបន្ទប់របស់គាត់ឃើញទេបន្ទប់របស់គាត់ឡើង clean ហើយគាត់ទៅសេពាក្យនៅក្នុងនឹងទៀតទៅសេពាក្យហ្នឹងគឺអត្តន័យគឺជ្រាវជ្រៅមែនតើនៅពេលដែលយើងបានឃើញបានដឹងអំពីអត្តន័យនៃភាសាអង់គ្លេសហ្នឹងនេះជាភាសាខ្មែរខ្ញុំបកឲ្យហ្មងទៅគីឡូបងប្អូនយើងខ្លះក៏អត់ដឹងថាពាក្យហ្នឹងគេអានថាម៉េចអីថាម៉េចយើងចង្កាយើងអត់ដឹងថាពាក្យហ្នឹងវាប្រប៉ុណ្្នឹងមែនប៉ុន្តែសម្រាប់អ្នកដែលគាត់អត់ចេះគឺពិបាកអញ្ចឹងគាត់បានថាអរគុណឥណ្ឌូនេស៊ីអរគុណសម្រាប់ការទទួលយ៉ាងកក់ក្ដៅពួកយើងសង្ឃឹមថានឹងជួបគ្នាម្ដងទៀតពីក្រុមរបស់ប្រទេសកម្ពុជាអញ្ចឹងបើសិនយើងមើលទៅក្នុងវីដេអូយើងមើលអីគឺខ្ញុំថាខ្ញុំនឹកឃើញកាលពី SEA Games នៅពេលដែលគេមកយើងគ្រប់គ្រងគេយើងសប្បាយចិត្តមែនតើពេលហ្នឹងពីព្រោះយើងអត់ចង់ឲ្យពួកអាណេវហ្នឹងវាឈ្នះទេកាលហ្នឹងទាំងបាល់ទះផងទាំងបាល់ទាត់ផងខ្ញុំតាមមើលថាអូយថាសប្បាយចិត្តជំនួសទោះបីជាយើងមិនមែនលើកពានដែរប៉ុន្តែនៅពេលដែលប្រទេសឥណ្ឌូនេស៊ីមកលើកពាននៅប្រទេសរបស់យើងយើងអស្ចារ្យមែនតើកាលហ្នឹងមិនលេខ1លេខ2ឥណ្ឌូនេស៊ីហើយនឹងប្រទេសអាណេវអញ្ចឹងវាយគ្នាសាហាវពេលហ្នឹងគឺវាយគ្នាបាញ់និយាយទេប៉ុន្តែទីបំផុតហ្នឹងដោយសារតែប្រទេសអាណេវហ្នឹងវាខឹងខ្លាំងពេកក៏ចាញ់ទៅបានលេខ2ទៅហើយឥណ្ឌូនេស៊ីបានលេខ1ហើយការប្រកួតការពីម្សិលមិញនេះក៏ប្រទេសរបស់យើងក៏ធ្វើបានល្អដែរបានលេខ4ហើយក៏តសេអ្វីដែលសំខាន់ហ្នឹងគឺពាក្យមួយឃ្លានឹងឯងពាក្យមួយឃ្លាដែលគាត់បានតសេនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នឹងឯងគឺកន្លែងហ្នឹងហើយដែលគាត់សរសេរឲ្យនៅពេលដែលអ្នក cleaner ចូលទៅសម្អាតបន្ទប់របស់ហ្នឹងក៏បានឃើញអក្សរឲ្យហ្នឹងគេថតរូបហើយក៏បានផុសហើយអត់ដឹងថារូបហ្នឹងក៏អត់ដឹងថារូបហ្នឹងអ្នកណាផុសទេខាងឥណ្ឌូនេស៊ីអ្នកផុសមិនដឹងខាងខ្មែរយើងថតឲ្យផុសក៏មិនដឹងប៉ុន្តែបែរជាអាចខ្មែរយើងនិយាយយើងស្មានមិនដឹងដែរមិនដឹងថាអ្នកណាផុសឲ្យពិតប្រាកដណាបើសិនជាខាងឥណ្ឌូនេស៊ីគេផុសទៅល្អទៀតពេលខ្លះយើងថ្លែងអំណរគុណអីចឹងកាលពីខ្ញុំនៅស្រុកគេចឹងដែរនៅពេលដែលខ្ញុំចេញមកអញ្ចឹងគឺមុននឹងចេញមកគឺត្រូវតែសម្អាតទាំងអស់កូនសិស្សខ្ញុំហ្នឹងគឺទៅសម្អាតបន្ទប់ហ្នឹងឲ្យ clean អត់ឲ្យវាប្រឡូកប្រឡាក់ស្អីឯងមិនន័យថាយើងចូលទៅបន្ទប់គេស្អាតចេញមកវិញក៏បន្ទប់គេត្រូវតែស្អាតដែរកាលមុនខ្ញុំអត់យល់មានន័យថាយើងអត់ដឹងទេយើងនៅក្មេងៗអត់ដឹងថាមេរបស់ខ្ញុំគាត់ថាចេញទៅណាគឺត្រូវតែសម្អាតកន្លែងគេឲ្យខ្ញុំក៏អត់ដឹងហើយយើងក្មេងៗនៅពេលដែលចេញទៅបន្ទប់ដែលក្មេងៗចេញមកហ្នឹងគឺវាប្រឡេប្រឡាក់កក្រិចមែនតែមេរបស់ខ្ញុំគាត់ឡើងទៅសម្អាតតាំងពីបន្ទប់ទឹកតាំងពីកន្លែងដេកអញ្ចឹងនៅពេលដែលខ្ញុំយកអាការអនុវត្តហ្នឹងទៅស្រុកគេហើយដឹកនាំកូនសិស្សនៅពេលដែលត្រឡប់មកវិញគឺបន្ទប់របស់ខ្ញុំគឺត្រូវតែ clean មិនត្រឹមតែបន្ទប់ខ្ញុំទេសូម្បីតែបន្ទប់ក្មេងៗសូម្បីតែកន្លែងជុំវិញដែលកន្លែងខ្ញុំសម្រាប់ហ្នឹងក៏ត្រូវតែស្អាតក៏ត្រូវតែ clean ដែរអត់អាចប្លេកប្រឡូកប្រឡាក់អីកក្រិចអីបានទេគឺអត់ឲ្យមានទេអញ្ចឹងនៅពេលដែលខ្ញុំមកវិញគឺអ៊ំស្រីម្នាក់ដែលគាត់រៀបចំអាហារហ្នឹងគាត់ថាអូខ្មែរល្អឃើញបន្ទប់របស់គេនៅពេលដែលគេចូលទៅស្អាតហើយមកវិញគេចេញមកវិញក៏បន្ទប់គេស្អាតដែរអត់មានអញអញ៉ៃអត់មានកក្រិចអីទេប៉ុន្តែបន្ទប់ថៃដែលបន្ទប់ថៃដេកហ្នឹងគឺកក្រិចមិនឲ្យកក្រិចអីហើយចូលទៅធំបរិយឡើងហួងធំបរិយថាអូយដល់ពេលមកបន្ទប់របស់ពួកយើងណាឡើងក្អោបហើយដល់ពេលពួកខ្ញុំចេញមកក៏ខ្ញុំចាក់សោហើយក៏ឲ្យសោហ្នឹងទៅអ៊ំស្រីហ្នឹងហើយអ៊ំស្រីហ្នឹងគាត់បើកមើលហើយនៅពេលដែលខ្ញុំចុចទៅកូនសិស្សខ្ញុំគាត់ថាអូហូល្អមែនតើបន្ទប់ណែឯងស្អាតណាស់បន្ទប់ណែឯងគឺល្អណាស់ហើយឮថាពួកក្រុមថៃហ្នឹងក្រុមក្មេងៗរបស់ថៃហ្នឹងក៏ចង់ទៅនៅបន្ទប់របស់ពួកខ្ញុំហ្នឹងប៉ុន្តែអ៊ំស្រីហ្នឹងហេអត់ឲ្យនៅទេពួកឯងនៅក្រិចណាស់អញ្ចឹងអត់ឲ្យពួកឯងនៅទេអញ្ចឹងឃើញហ៎យើងមើលប្រៀបធៀបខ្មែរយើងចូលតែវាមិនមែនទាំងអស់ណាតែអានេះក៏ជាគំរូល្អមួយដែរគាត់ឡើង clean មែនតើចូលទៅឡើង clean ហើយ
ដល់ពេលដែលមិនត្រឹមតែ clean ប៉ុណ្ណឹងទេគាត់ទៅ say ពាក្យអរគុណនឹងមួយទៀតអាហ្នឹងក៏ជារឿងមួយដ៏ល្អដែរអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាកុំភ្លេចទៅជួយ like share និង subscribe ហើយ follow ម្នាក់មួយផងអរគុណច្រើនចាំជួបខ្ញុំវីដេអូក្រោយទៀតបាយបាយ